ថ្នាក់ដឹកនាំគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរខេត្តព្រៃវែងបន្តយុទ្ធនាការពង្រឹងរចនាសម្ព័ន្ធនិងលើកស្លាកគណៈបកយ៉ាងសកម្មនៅតាមមូលដ្ឋានថ្នាក់ដឹកនាំគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរខេត្តព្រៃវែងបានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខសកម្មជននិងលើកស្លាកគណៈបកនៅតាមមូលដ្ឋាននានាដើម្បីពង្រឹងវត្តមាននយោបាយនិងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធបកឲ្យកាន់តែរឹងមាំសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2027សកម្មភាពសំខាន់ដែលសម្រេចបានការពីពេលថ្មីកន្លងទៅនេះរួមមាននៅថ្ងៃទី10ខែឧសភាឆ្នាំ2026ថ្នាក់ដឹកនាំគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរខេត្តព្រៃវែងដឹកនាំដោយឯកឧត្តមមានស៊ីមៀតបានចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនិងការលើកស្លាកគណៈបកឆន្ទៈខ្មែរនៅភូមិជើងទឹកកសង្កាត់ជើងទឹកក្រុងព្រៃវែងខេត្តព្រៃវែងបន្ទាប់មកនៅព្រឹកថ្ងៃទី16ខែឧសភាឆ្នាំ2026លោកប៉ែនសំអូនប្រធានប្រតិបត្តិគណៈបកខេត្តបានដឹកនាំកិច្ចប្រជុំនិងលើកស្លាកគណៈបកឆន្ទៈខ្មែរចំនួន3ទីតាំងស្ថិតនៅក្នុងឃុំព្រះស្ដេចនិងឃុំក្រាំងស្វាយស្រុកព្រះស្ដេចខេត្តព្រៃវែងនៅព្រឹកថ្ងៃទី17ខែឧសភាឆ្នាំ2026ឯកឧត្តមប៉ែនសំអូនលោកងិនឆននិងលោកងឹមហឿនរួមជាមួយក្រុមការងារគណៈបកបានអញ្ជើញលើកស្លាកគណៈបកឆន្ទៈខ្មែរចំនួន4ស្លាកស្ថិតនៅក្នុងស្រុកព្រះស្ដេចស្រុកបាភ្នំនិងស្រុកស្វាយអន្តរខេត្តព្រៃវែងសកម្មភាពខាងលើបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងការរៀបចំផែនការការងារច្បាស់លាស់បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបដិញ្ញាចិត្តដ៏មុតមមរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការកសាងគ្រឹះនយោបាយឲ្យកាន់តែមាំមួនដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងការចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា